សកម្មភាពរបស់ក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាបានធ្វើឲ្យសហរដ្ឋអាមេរិកមានការអស់សង្ឃឹមខ្លាំងណាស់ថ្មីនេះជំនួយពីអន្តរជាតិបានចូលទៅដល់ទីក្រុងខាយូណេសដើម្បីចែកជូនទៅដល់ប្រជាជនប៉ាឡេស្ទីនក៏ត្រូវបានរថយន្តដឹកទំនិញស្បៀងមនុស្សធម៌នោះត្រូវបានកងកម្លាំងហាម៉ាស់ប្លន់តាមផ្លូវហើយយកទៅប្រើប្រាស់សម្រាប់ក្រុមរបស់ពួកគេវីដេអូនិងផុសតាងបង្ហាញអំពីសកម្មភាពរបស់ក្រុមហាម៉ាស់ត្រូវបានថតដោយដ្រូនចារកម្មរបស់សហរដ្ឋអាមេរិកហើយបានបង្ហាញជាសាធារណៈអំពីទង្វើរបស់ក្រុមហាម៉ាស់បាទសូមលំអរកាយនិងសូមស្វាគមន៍ទៅដល់ប្រិមិត្តដែលកំពុងតែតាមដានព័ត៌មានអន្តរជាតិបើចឹងខ្ញុំក៏សូមសម្ដៅទៅលើស្ថានភាពនៅឯតំបន់ហ្គាហ្សាវិញនៅពេលថ្មីនេះគឺសហរដ្ឋអាមេរិកមានការថ្កោលទោសទៅលើក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាដោយជាការសង្ស័យពិតមែនគឺស្បៀងដែលចូលទៅក្នុងតំបន់ហ្គាហ្សាត្រូវបានហាម៉ាស់ប្លន់នៅតាមផ្លូវហើយស្បៀងអត់បានទៅដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងតែរងចាំស្បៀងទាំងអស់នោះទេណាប្រិមត្តណាហើយសួរថាហេតុអីបានជាគេដឹងហេតុអីបានជាសហរដ្ឋអាមេរិកដឹងនៅក្នុងនេះគេមានការតាមដានដោយយន្តហោះគ្មានមនុស្សបើកនៅដ្រូនឆ្លប់យកការរបស់សហរដ្ឋអាមេរិកបានចាប់ជាវីដេអូតែម្ដងនៅលើអាកាសឯនោះហើយតាមដានអំពីឡានដឹកស្បៀងចូលទៅដល់តំបន់ហ្គាហ្សានោះហើយលើកនេះគឺសហរដ្ឋអាមេរិកបានចាប់យករូបភាពនិងវីដេអូគឺច្បាស់តែម្ដងដើម្បីបង្ហាញជាសាធារណៈថាស្បៀងមិនមែនខាងភាគីសហភាពអឺរ៉ុបឬក៏សហរដ្ឋអាមេរិកឬក៏អ៊ីស្រាអែលនឹងមិនបានបញ្ជូនជួយទៅដល់ប្រជាជនប៉ាឡេស្ទីនឬក៏កាត់ផ្ដាច់ជំនួយទាំងស្រុងទេគឺមានន័យថាគេបញ្ជូនដែរការបញ្ជូននឹងគឺទោះបីជាហាមឃាត់មិនឲ្យបរទេសផ្សេងទៀតដូចជាចិនដូចជាប្រទេសផ្សេងនៅអារ៉ុបចូលទៅក្នុងតំបន់នេះហើយតែចែកស្បៀងដល់សេរីក៏ដោយប៉ុន្តែស្បៀងនៅតែមានការបន្តជួយបន្តផ្ដល់ហើយស្បៀងនេះទៀតសោតគឺខាងអ៊ីស្រាអែលធ្លាប់បញ្ជាក់ឲ្យថាចែកទៅដល់ប្រជាជនប៉ាឡេស្ទីនអត់គ្រាន់នោះទេមូលហេតុដែលអត់គ្រាន់នោះគឺដោយសារតែមានការប្លន់នៅតាមផ្លូវអញ្ចឹងម្ដងជាពីរដងអញ្ចឹងហើយបានជាគ្រោះទុរភិក្សបានកើតឡើងបញ្ហាមនុស្សធម៌អត់ឃ្លាននឹងគឺកើតឡើងហើយមានការដាក់សម្ពាធទៅដល់ខាងរដ្ឋាភិបាលរបស់អ៊ីស្រាអែលអញ្ចឹងស្បៀងប្រមាណជា600ឡានជារៀងរាល់ថ្ងៃត្រូវបានប្លន់ជាបន្តបន្ទាប់ហើយស្បៀងទាំងអស់នោះភាគច្រើនឥឡូវនេះគឺបន្ទាប់ពីបានធ្វើបទឈប់បាញ់ហើយគឺបណ្ដាប្រទេសជាច្រើនបានគ្រប់គ្រងបញ្ជូនទៅតាមភាគីអ៊ីស្រាអែលហើយអ៊ីស្រាអែលនឹងបញ្ជូនតាមរថយន្តហើយក៏ត្រូវបានហាម៉ាស់ប្លន់ជាបន្តបន្ទាប់អញ្ចឹងប្រិមិត្តរហូតមកដល់ពេលនេះគឺលោកនេតានយ៉ាហ៊ូជំរុញឲ្យក្រុមហាម៉ាស់រំលាយអាវុធនិងរំសាយក្រុមជាបន្ទាន់ប្រសិនបើមិនព្រមទម្លាក់អាវុធនោះទេគឺនឹងមានការវាយប្រហារបន្តទៀតប៉ុន្តែទោះបីជាយ៉ាងណាលោក Marco Rubio ដែលជារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកបានទៅចរចានឹងជួបជាមួយនឹងលោកនេតានយ៉ាហ៊ូដើម្បីពិភាក្សាអំពីបញ្ហានេះកុំឲ្យមានការប្រើប្រាស់កម្លាំងយោធាម្ដងទៀតព្រោះថានេតានយ៉ាហ៊ូបានចុះហត្ថលេខាលេខព្រមព្រៀងបទឈប់បាញ់នឹងមានការគ្រប់គ្រងពីប្រទេសជិតខាងទៅហើយបើសិនជានេតានយ៉ាហ៊ូបញ្ជាកងទ័ពបើកការវិប្រហារយ៉ាងខ្លាំងក្លាដូចមុនទៀតគឺមានន័យថានេតានយ៉ាហ៊ូកំពុងតែដើរនៅលើផ្លូវចាស់ហើយអន្តរជាតិនឹងថ្កោលទោសថាអ៊ីស្រាអែលពិតជាខុស 100% ណាប្រិមត្តណាអញ្ចឹងឥឡូវនេះគេកំពុងតែធ្វើយ៉ាងម៉េចដាក់ទម្ងន់ទៅដល់ក្រុមហាម៉ាស់ខ្លួនឯងនោះទេដែលជាអ្នកបង្កបញ្ហាសង្គ្រាមឲ្យប្រជាជនប៉ាឡេស្ទីនខ្លួនឯងអញ្ចឹងខ្ញុំបាទក៏សូមអានអត្ថបទនេះដូចតទៅតាក់ទងអំពីស្ថានភាពនៅឯតំបន់ហ្គាហ្សាគឺមានការប្លន់រថយន្តដឹកស្បៀងពីក្រុមហាម៉ាស់តាមប្រភពសារព័ត៌មាន Fox News បានចេញផ្សាយថារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកបានថ្កោលទោសក្រុមហាម៉ាស់បន្ទាប់ពីបានឃើញវីដេអូនៃការលួចឡានជំនួយនៅក្នុងតំបន់ហ្គាហ្សារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio លោកបានថ្កោលទោសទៅដល់ក្រុមហាម៉ាស់កាលពីថ្ងៃសៅរ៍បន្ទាប់ពីលោកបានឃើញអំពីវីដេអូឃើញថាយោធារបស់ក្រុមហាម៉ាស់បានបើកការវាយប្រហារនិងបានប្លន់រថយន្តដឹកស្បៀងជំនួយមនុស្សធម៌សម្រាប់ចែកជូនទៅដល់ប្រជាជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាវីដេអូត្រូវបានផ្សាយនិងជាផុសតាំងបង្ហាញទៅដល់ប្រជាពលរដ្ឋជាសាធារណៈឲ្យបានឃើញនិងបង្ហាញអំពីសកម្មភាពរបស់ក្រុមហាម៉ាស់ដែលបានសង្ស័យបានវាយប្រហារទៅលើឡានដឹកទំនិញជំនួយមនុស្សធម៌នោះលោក Marco Rubio បានសរសេរនៅលើបណ្ដាញសង្គម X ថាហាម៉ាស់បានបន្តដកហូត
បៀងអាហាររបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សានៃចំនួនមនុស្សធម៌ដែលពួកគេត្រូវការយ៉ាងខ្លាំងការលួចនេះបានធ្វើឲ្យខូចខាតទៅដល់ការខិតខំប្រឹងប្រែងជាអន្តរជាតិនៅក្នុងការគ្រប់គ្រងផែនការ20ចំណុចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំដើម្បីផ្ដល់ជំនួយសំខាន់ទៅដល់ជនស៊ីវិលស្លូតត្រង់បាទអញ្ចឹងឃ្លាកន្លែងនេះគឺមានថាបន្ទាប់ពីលោកដូណាល់ត្រាំបានបង្រួមឲ្យមានការចុះហត្ថលេខាបទច្បាញ់គឺសហរដ្ឋអាមេរិកបានចេញមុខនៅក្នុងការគ្រប់គ្រងឲ្យមានការផ្ដល់ជំនួយមនុស្សធម៌តាមរយៈអ៊ីស្រាអែលនឹងឯងចូលទៅដល់តំបន់ហ្គាហ្សាណាពេលណាប៉ុន្តែក៏ត្រូវបានក្រុមហាម៉ាស់ហ្នឹងគាត់ប្លន់នៅតាមផ្លូវបាទខ្ញុំក៏សូមបន្តទៀតការសិក្សាថ្មីនេះថាការលួចជំនួយរបស់ក្រុមភេរវកម្មនេះនឹងបង្កឲ្យមានភាពអត់ឃ្លាននិងបន្តឲ្យមានចំនួនជាសកលលោក Michael Rubio បាននិយាយថាក្រុមហាម៉ាស់គឺជាឧបសគ្គហើយដែលបានចាប់ប្រកាន់ថាក្រុមភេរវកម្មនេះបានរារាំងការផ្ដល់ជំនួយសង្គ្រោះមានបំណងសម្រាប់ប្រជាជនស៊ីវិលលោកបានបន្ថែមថាពួកគេត្រូវតែបញ្ឈប់ការលួចប្លន់របស់ពួកគេដើម្បីប្រជាជនប៉ាឡេស្ទីនខ្លួនឯងឲ្យមានអនាគតភ្លឺស្វាងបើតាមប្រភពសារព័ត៌មាន Fox News បានដឹងថាឡានដឹកគ្រឿងជំនួយមនុស្សធម៌និងក្បួនមនុស្សធម៌ដែលបានដឹកគ្រឿងផ្គត់ផ្គង់មកពីដៃគូអន្តរជាតិទៅកាន់តំបន់កាហ្សានៅភាគខាងជើងនៅឯទីក្រុងខាយូណេសនេះបើតាមសារព័ត៌មាននៅក្នុងស្រុករបស់អ៊ីស្រាអែលបានចេញផ្សាយបញ្ជាការនោះបានកត់សម្គាល់ថាឧបទ្ទវហេតុត្រូវបានថតនិងជីវីដេអូហើយបានតាមដានអំពីការឃ្លាំមើលមជ្ឈមណ្ឌលសម្រាប់សម្រួលយោធាស៊ីវិល CMMC និងបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 របស់សហរដ្ឋអាមេរិកដើម្បីតាមដាននិងកំពុងតែត្រួតពិនិត្យអនុវត្តបទច្បាញ់នៅលើតំបន់កាហ្សារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលបាទអញ្ចឹងគឺយន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 គឺប្រភេទស្លូបយកការរបស់សហរដ្ឋអាមេរិកនេះណាប្រិមត្តណាគឺអានេះគឺច្បាស់ណាស់បាទគឺអាចថតជាវីដេអូគឺច្បាស់កន្លែងតែម្ដងគឺទោះបីជាវានៅចម្ងាយក៏ដោយនិយាយទៅគឺសហរដ្ឋអាមេរិកក៏ទោះបីជាមានបទច្បាញ់ពិតមែនមិនមែនមានន័យថាបើមិនតាមដាននោះទេណាអញ្ចឹងមន្ត្រីរបស់សហរដ្ឋអាមេរិកគឺជាពិសេសគឺលោក Marco Rubio ហ្នឹងគឺតាមដានយ៉ាងដិតដល់តែម្ដងហើយតាមដានហ្នឹងបាទគេថាតាមដានទាំងហាម៉ាស់ផងតាមដានទាំងកងទ័ពរបស់អ៊ីស្រាអែលផងដើម្បីបញ្ជាក់ឲ្យមានភាពសក្រិតណាប្រិមិត្តអញ្ចឹងហើយបានជា Marco Rubio តែងតែទៅជួបលោកនេតានីហ៊ូនិយាយអំពីបញ្ហាបាទឲ្យអនុវត្តបទច្បាញ់នេះឲ្យបានភ្ជាប់ជូនក៏ទោះបីជាហាម៉ាស់នៅតែបាទប្រកាន់ភ្ជាប់មិនទម្លាក់អាវុធក៏ដោយបាទសម្រាប់សហរដ្ឋអាមេរិកនេះគឺយើងមើលឃើញថាទោះដូចជារឿងកម្ពុជានិងថៃអញ្ចឹងណាប្រិមិត្តគឺគាត់នៅតែតាមដានហើយឃើញថាព្យាយាមជួយកម្ពុជាយើងដើម្បីជំរុញឲ្យថៃនឹងដោះលែងបាទវរៈកងទ័ពរបស់យើង18នាក់បាទឃើញថាតែងតែផ្ញើសារម្ដងហើយម្ដងទៀតអញ្ចឹងគឺដូចជាហ្គាហ្សាអញ្ចឹងបាទអាមេរិកគឺតាមដានយ៉ាងដិតដល់ណាប្រិមិត្តបាទអញ្ចឹងខ្ញុំក៏សូមបន្តទៀតសម្រាប់ប្រព័ន្ធតាមដាន Centcom បានបង្ហោះទៅកាន់បណ្ដាញសង្គម X ហើយបានថតនឹងវីដេអូបានឃើញថាពួកគេបានវាយប្រហារទៅលើអ្នកបើកបរនិងលួចជំនួយនិងលួចរថយន្តដឹកទំនិញបន្ទាប់ពីបានផ្លាស់ប្ដូរអ្នកបើកបរទៅកាន់កម្រិតមធ្យមនៅតាមផ្លូវស្ថានភាពបច្ចុប្បន្នអ្នកបើកបរគឺមិនស្គាល់អត្តសញ្ញាណនោះទេបញ្ជាការបាននិយាយថាប្រទេសប្រមាណជា40និងអង្គការអន្តរជាតិកំពុងតែសម្រាប់សម្រួលជំនួយមនុស្សធម៌និងរបស់ប្រើប្រាស់គ្រឿងផ្សេងទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីននិងធានាសន្តិសុខសម្រាប់តំបន់កាហ្សាតាមរយៈ CMCC Centcom បានសរសេរថានៅក្នុងរយៈពេល1សប្តាហ៍កន្លងទៅនេះដៃគូពាណិជ្ជកម្មដឹកជញ្ជូនទំនិញពាណិជ្ជកម្មនិងជំនួយប្រមាណជា600គ្រឿងប្រភេទឡានដឹកទំនិញទៅកាន់តំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃឧបទ្ទវហេតុនេះបានធ្វើឲ្យខូចខាតទៅដល់ការខិតខំប្រឹងប្រែងរបស់អន្តរជាតិដែលគេគ្រប់គ្រងឲ្យមានបទច្បាញ់កើតឡើងបាទអញ្ចឹងគឺអន្តរជាតិណាប្រិមត្តណាប្រទេសជាច្រើនដែលបានចុះហត្ថលេខាបាទធានាឲ្យប្រជាជនប៉ាឡេស្ទីនមានស្បៀងឡើងវិញហើយបាទគឺ600ឡាននៅក្នុងមួយថ្ងៃចែកជូនទៅដល់ប្រជាជន2លាននាក់ក៏ត្រូវបានហាម៉ាស់នឹងប្លន់យកឡានទៅថែមទៀតណាប្រិមត្តបើតាមប្រភព CMCC មានទីតាំងនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី17ខែតុលាបានកត់សម្គាល់ពីមជ្ឈមណ្ឌលកណ្ដាលនៃសម្រាប់ជំនួយមនុស្សធម៌នៅក្នុងតំបន់កាហ្សាត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ចូលជាធរមានមជ្ឈមណ្ឌលនេះប្រើសម្រាប់ជាមជ្ឈមណ្ឌលសំខាន់ในការខិតខំប្រឹងប្រែងឲ្យមានស្ថិរភាពនៅក្នុងតំបន់កាហ្សារួមទាំងបញ្ចូលទាំងប្រតិបត្តិការនិងរចនាឡើងដើម្បីតាមដានការអភិវឌ្ឍពេលវេលាជាក់ស្ដែងនៅក្នុងតំបន់មួយនេះបាទអញ្ចឹងប្រិមិត្តអ្នកស្ដាប់ជាទីគោរពនិងពុកម៉ែបងប្អូនបានស្ដាប់នៃអត្ថបទនៃសារព័ត៌មាននេះហើយបាទឃើញថាសហរដ្ឋអាមេរិកគឺមិនដោះដៃឬក៏មិនអើពើសម្រាប់
ស្ថានភាពនៅក្នុងតំបន់ហ្គាហ្សានោះទេបាទគឺមានការតាមដានយ៉ាងដិតដល់ហើយមានការពង្រាយដ្រូនបាទស៊ើបការជាច្រើនកន្លែងថែមទៀតណាដើម្បីតាមដាននិងអនុវត្តផែនការបត់ច្បាញ់ឲ្យបានខ្ជាប់ខ្ជួនប៉ុន្តែហេតុអីបានជាបាទហាម៉ាស់គាត់ទៅប្លន់រថយន្តដឹកស្បៀងរបស់ប្រជាជនប៉ាឡេស្ទីនគណៈដែលហាម៉ាស់មិនព្រមរំលាយអាវុធហើយមិនព្រមបាទរំលាយក្រុមតាមលក្ខខណ្ឌដែលធ្លាប់ចរចាជាមួយនឹងគ្នាប៉ុន្តែបែរជាបាទព្យាយាមដើរទៅលើកន្លងចាស់បាទគឺធ្វើយ៉ាងម៉េចប្រឆាំងជាមួយនឹងអ៊ីស្រាអែលប្រឆាំងនឹងគោលនយោបាយរបស់អន្តរជាតិទៅវិញអញ្ចឹងសកម្មភាពរបស់បាទហាម៉ាស់នេះមើលឃើញថាបាទទំនងជាអាចនឹងផ្ទុះសង្គ្រាមម្ដងទៀតរវាងហាម៉ាស់និងអ៊ីស្រាអែលហើយវានាំទុកទៅដល់ប្រជាជនប៉ាឡេស្ទីនខ្លួនឯងខ្ញុំក៏សូមកោតសរសើរទៅដល់រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Michael Rubio ហើយនិងមន្ត្រីផ្សេងទៀតរបស់សហរដ្ឋអាមេរិកបាទរយៈពេលចុងក្រោយនេះមើលឃើញថាឲ្យតែមានសកម្មភាពសង្គ្រាមនៅកន្លែងណាគឺតាមដានយ៉ាងដិតដល់តែម្ដងបាទគឺមិនបាទមើលតែភ្នែកនោះទេបាទគឺមានការគ្រប់គ្រងនិងលោកដៃបាទដោះស្រាយភ្លាមតែម្ដងណាជាក់ស្ដែងដូចជាកម្ពុជាហើយនឹងរឿងបាទចោលសៀមអញ្ចឹងមន្ត្រីរបស់សហរដ្ឋអាមេរិកដែលបានទទួលបន្ទុកបញ្ហាវិវាទបាទកម្ពុជាហើយនឹងសៀមគឺគាត់នៅតាមដានយ៉ាងដិតដល់ហើយចុងក្រោយនេះមានការគោះក្បាលបាទចោលសៀមនេះបាទជំរុញឲ្យវាដោះលែងវរៈកងទ័ព18នាក់បាទជារៀងរាល់ថ្ងៃផងដែរប្រភពសារព័ត៌មានរបស់អាមេរិកតែងតែបង្ហោះហើយនឹងបាទបង្ហាញអំពីឆន្ទៈដើម្បីជំរុញឲ្យវាបាទបញ្ចប់ចំនួននេះអញ្ចឹងហ្គាហ្សាបាទគឺហ្គាហ្សាគឺលោក Michael Rubio ជាអ្នកឃ្លាំមើលផ្ទាល់តែម្ដងណាប្រិមិត្តណាចំណុចរបស់លោក Donald Trump ណាប្រិមិត្តអញ្ចឹង Marco Rubio នេះហើយជាមនុស្សដែលមានទឹកមាត់ប្រៃនៅពីក្រោយខ្នងរបស់លោក Donald Trump ហើយបើសិនជាគាត់និយាយម៉ាត់ណាហើយគឺម៉ាត់នឹងហើយបាទហើយបរោះម្នាក់នេះមានឥទ្ធិពលខ្លាំងណាស់បាទសូម្បីតែលោក Donald Trump សម្រេចចិត្តថាដាក់ទណ្ឌកម្មទៅលើប្រភពថាមពលរបស់រុស្ស៊ីចំនួន2នោះក៏ជាការលើកឡើងរបស់លោក Michael Rubio ដែរក៏ទោះបីជាដឹងហើយថាការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីតំណាក់តំណងការទូតរវាងរុស្ស៊ីហើយនិងអាមេរិកប្រកាសជាឡើងកម្ដៅបាទដូចជាចាក់ស្ដែងសពថ្ងៃអញ្ចឹងណាលោក Putin គាត់បញ្ចេញសកម្មភាពមិនពេញចិត្តចំពោះទង្វើរបស់លោក Donald Trump ប៉ុន្តែយើងមើលឃើញថាបាទលោក Marco Rubio គាត់គិតថារឿងនេះគឺជារឿងដែលចាំបាច់នឹងត្រូវបាទជួយអ៊ុយក្រែនអញ្ចឹងហើយបានជាគាត់ជំរុញឲ្យដាក់ទណ្ឌកម្មទៅលើបាទប្រភពថាមពលរបស់រុស្ស៊ីណែអញ្ចឹងហ្គាហ្សានេះយើងមើលឃើញថាមិនបោះបង់នោះទេហើយបើយើងនិយាយអំពីប្រជាជនរបស់ប៉ាឡេស្ទីនវិញតើអ្នកណាជាអ្នកធ្វើបាបបាទប្រជាជននេះអពិតប្រាកដបើយើងតាមដានសកម្មភាពទៅគឺប្រកាសណាស់បាទខាងអ៊ីស្រាអែលគាត់ទម្លាក់គ្រាប់បែកគាត់សម្លាប់ប្រជាជនប៉ាឡេស្ទីនប៉ុន្តែបើយើងនិយាយអំពីដើមហេតុគឺហាម៉ាស់បាទហាម៉ាស់នឹងហើយដែលជាអ្នកនាំរឿងរ៉ាវទៅដល់ប្រជាជនរបស់ខ្លួនឯងឥឡូវនេះគឺបាទពួកគេមិនខ្វល់ពីការដែលអត់ឃ្លានរបស់ប្រជាជនប៉ាឡេស្ទីននោះទេគេសុកចិត្តប្លន់ឡាននេះបាទប្លន់យកស្បៀងកន្លងមកបាទទោះបីជាមិនទាន់មានបទឈប់បាញ់ក៏ដោយពីមុនមកហ្នឹងគឺប្លន់ស្បៀងរបស់ប្រជាជនมันខ្វល់ថាបាទប្រជាជនប៉ាឡេស្ទីនជនជាតិខ្លួនឯងនឹងអត់ឃ្លាននោះទេបាទគឺប្លន់ដើម្បីផ្គប់ផ្គង់តែក្រុមបកពួករបស់ខ្លួនឯងឥឡូវនេះឃើញចាក់ស្ដែងតែម្ដងណាប្រិមិត្តណាបើចឹងខ្ញុំបាទក៏សូមបញ្ចប់ព័ត៌មានដែលត្រឹមនេះហើយសង្ឃឹមថាបាទប្រិមិត្តនឹងទទួលបានព័ត៌មានអក្តីរីករាយបាទសូមអរគុណសូមជម្រាបលា